អ្នកទាំងអស់គ្នាតើយើងប្រើអាណគមដើម្បីរកប្រាក់ខែយ៉ាងដូចម្តេចបាទដើម្បីឈានទៅដល់ការរកប្រាក់ខែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់តើអាណគមគឺជាអ្វីអាណគមគឺជាទំនាក់ទំនងគណិតវិទ្យាដែលភ្ជាប់រវាងសំណុំពីរដោយធានាថាធាតុនីមួយៗនៃសំណុំទី1ហៅថាសំណុំដើមមានរូបតែមួយគត់នៅក្នុងសំណុំទី2ហើយដើម្បីឲ្យកាន់តែច្បាស់លាស់បន្ថែមទៀតខ្ញុំសូមលើកយកឧទាហរណ៍តូចមួយដែលស្រដៀងទៅនឹងការរកប្រាក់ខែដែរបាទអញ្ចឹងយើងមានដូចជា fx ស្មើទៅនឹង2x+1 fx ស្មើទៅនឹង 10x+2 ហើយទាំងអស់នេះគឺជាឧទាហរណ៍ដែលស្តៀងទៅនឹងឧទាហរណ៍នៅក្នុងការរកប្រាក់ខែបាទហើយមួយវិញទៀតដើម្បីឲ្យការរកប្រាក់ខែកាន់តែច្បាស់លាស់បន្ថែមទៀតខ្ញុំមានឧទាហរណ៍ដូចខាងក្រោមបើសិនជាបុគ្គលិកម្នាក់មានប្រាក់ខែគោ$560ហើយប្រាក់ម៉ោងរបស់គាត់គឺ$5បាទអញ្ចឹងយើងអាចបង្កើតជាអាណគមមួយគឺ fx គឺស្មើទៅនឹង 5x បូក$560ក្នុងករណីដែលបុគ្គលិកម្នាក់នោះគាត់ថែមម៉ោងបាន1ម៉ោងអញ្ចឹងយើងអាចរកប្រាក់ខែគាត់ដោយគ្រាន់តែយក1ទៅជំនួសនៅកន្លែង x បន្ទាប់មកយើងអាចយក5គុណនឹង1បូកឲ្យ$560បន្ទាប់មកយើងនឹងទទួលបាន$565នេះគឺជាប្រាក់ខែរបស់គាត់ហើយមួយវិញទៀតបើសិនជាបុគ្គលិកម្នាក់នេះគាត់ធ្វើការថែមម៉ោងចំនួន4ម៉ោងអញ្ចឹងយើងអាចយក4ទៅជំនួសនៅក្នុងនៅកន្លែង x ហើយបន្ទាប់មកយើងកណនាទៅយើងនឹងទទួលបាន$580ដើម្បីកាន់តែងាយស្រួលបន្ថែមទៀតយើងអាចយករូបមន្តនេះទៅបញ្ចូលនៅក្នុង Excel បានបាទសូមអរគុណសូមជួបខ្ញុំនៅវីដេអូក្រោយទៀត